អរគុណបងសូមគោរពជំរាបសួរតាមលោកគ្រូបងប្អូនអ្នកគ្នាយុវជនយុវតីបងប្រុសបងស្រីបងប្រុសបងស្រីថ្ងៃនេះយើងស្ដាប់នៅបន្ទូលបងយើងចូលដល់ខែ5ហើយចិត្តកន្លះឆ្នាំហើយឆ្នាំ2025នេះហើយថ្ងៃនេះក៏ពិភពលោកកំពុងតែរំលឹកគុណម្ដាយដែរកំពុងរំលឹកគុណម្ដាយហើយថ្ងៃអាទិត្យពួកជំនុំយើងក៏ម្ដាយចោលនៅជុំបានពុំអស់នៅក្នុងព្រះវិហារពេលវេលានេះយើងស្ដាប់ព្រះបន្ទូលព្រះអង្គព្រះបន្ទូលថ្ងៃនេះចង់នាំយកសេចក្ដីមួយអំពីព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គនៅព្រមតែទីក្រុងមួយនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក15ព្រះបន្ទូលនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក15នៅពេលនោះព្រះអង្គបានជាទៅតាមទីក្រុងហើយព្រះអង្គបានទៅដល់ព្រំប្រទល់នៃស្រុកនៃក្រុងទីរ៉ូសហើយនិងក្រុងស៊ីដូននៅក្នុងម៉ាថាយជំពូក15នៅក្នុងខ21នៅក្នុងខ21ព្រះយេស៊ូវទ្រង់ក៏យាងចេញពីទីនោះទៅក្នុងកំឡុងក្រុងទីរ៉ូសនៅក្រុងស៊ីដូនព្រះបន្ទូលព្រះអង្គបានប្រាប់ថាព្រះអង្គកំពុងតែអង្គុយព្រះអង្គកំពុងតែគង់នៅផ្ទះមួយក្នុងព្រំប្រទល់ក្រុងទីរ៉ូសនិងក្រុងស៊ីដូនហើយមានរឿងកើតឡើងតែពួកជំនុំអានកន្លែងហ្នឹងហើយប្រហែលជាអត់យល់ហើយដូច្នេះថ្ងៃនេះយើងនឹងព្យាយាមយល់មកគ្នាថាសាច់រឿងនេះយ៉ាងម៉េចដែរបាទសូមអធិដ្ឋានជាមួយខ្ញុំមុននឹងយើងចូលទៅសាច់រឿងនៅក្នុងអត្ថបទព្រះគម្ពីរព្រះបុព្វកាព្រះជួត្រាព្រះវិញ្ញាណបរិសុទ្ធព្រះអង្គគឺជាព្រះដែលបានប្រទាននូវព្រះបន្ទូលព្រះអង្គគឺជាព្រះដែលសពហរតីហើយទូបង្គំឲ្យបានរៀនពីព្រះអង្គជាព្រះដែលជាម្ចាស់នៃលំបាកហើយយើងបានទទួលលំបាកពីព្រះអង្គបងឯងសូមព្រះអង្គជាព្រះប្រទានព្រះវិញ្ញាណព្រះអង្គគឺជាព្រះវិញ្ញាណបរិសុទ្ធគុំទីនេះដឹកនាំទូបង្គំដឹកនាំពួកជំនុំព្រះអង្គឲ្យបានយល់ពីដំណងអតីតត្រង់និងព្រះបន្ទូលត្រង់ដែរបងឯងសូមចាត់បញ្ចាយរិទ្ធិសោរិទ្ធិសាណាចេញពីទីនេះកុំឲ្យមានការរំខានដល់យើងឆ្លើយថ្វាយព្រះនាមព្រះចាស់ព្រះយេស៊ូវគ្រីស្ទថ្ងៃនេះរៀនជាមួយគ្នាអធិប្បាយដូចជារៀនដូចជាអធិប្បាយនៅក្នុងម៉ាថាយជំពូក15ខ21ព្រះអង្គបានយាងទៅដល់ទីក្រុងទីរ៉ូសហើយនៅទីក្រុងស៊ីដូនមានន័យថាព្រំស្រុកព្រំក្រុងចាប់ពីខ22រហូតដល់ខ28សូមតឡាអានខ22រហូតដល់ខ28ម៉ាថាយជំពូក15ខ22ដល់ខ28លោកឃើញមានស្ត្រីសាសកាណានម្នាក់នៅស្រុកនោះគាត់ចេញមកស្រែកទូលទ្រង់ថាអោព្រះអម្ចាស់ជាពូជលងដេវីតអើយសូមមេត្តាប្រោសខ្ញុំម្ចាស់ផងត្បិតកូនស្រីរបស់ខ្ញុំម្ចាស់មានអារក្សចូលធ្វើទុកជាខ្លាំងណាស់តែទ្រង់មិនបានឆ្លើយតបទៅស្ត្រីនោះមួយព្រះអោសោះបានជាពួកសិស្សរបស់ទ្រង់ចូលមកទូលថាសូមឲ្យស្ត្រីនោះទៅវិញទៅត្បិតគេចេះតែស្រែកតាមយើងខ្ញុំតែទ្រង់មានបន្ទូលឆ្លើយថាខ្ញុំបានទទួលបង្គាប់នឹងមកឯពួកវងជាមពួកកូនជាមដែលបាត់បង់របស់ពូជពងសាសអ៊ីស្រាអែលតែប៉ុណ្ណោះទេប៉ុន្តែស្ត្រីនោះមកក្រាបថ្វាយបង្គំទូលទ្រង់ថាអោព្រះម្ចាស់អើយសូមជួយខ្ញុំម្ចាស់ផងទ្រង់មានបន្ទូលថាដែលយកនំប៉័ងរបស់កូនក្មេងបោះទៅឲ្យកូនឆ្កែនោះមិនល្អទេតែស្ត្រីនោះទូលថាមែនហើយព្រះម្ចាស់ប៉ុន្តែកូនឆ្កែវាស៊ីកំទេចដែលធ្លាក់ចុះពីតុម្ចាស់វាមកដែរនោះព្រះយេស៊ូវទ្រង់មានបន្ទូលថានាងស្រីអើយនាងមានសេចក្តីជំនឿជាខ្លាំងមែនចូលឲ្យនាងបានដូចសេចក្តីប្រាថ្នាចុះស្រាប់តែកូនស្រីរបស់នាងបានជាចាប់តាំងពីវេលានោះឯងទៅ សូម
បងប្អូនគ្នាបើអាននៅក្នុងសាច់រឿងនេះបងប្អូនអានមែនតខក្រោយចុងក្រោយខ28អានឲ្យស្រឡាញ់តែខហ្នឹងដល់ខខាងលើអត់យល់ហើយក្នុងចិត្តបងប្អូនគ្រូអ្នកគ្រូមួយចំនួនអន់ចិត្តថាព្រះយេស៊ូវហៅគេសត្វឆ្កែហើយដូច្នេះហើយបានជាលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំនឹងបកស្រាយសាច់រឿងកន្លែងនេះមានបុគ្គលនៅទីនេះខ្ញុំសួរដោយសារយើងថារៀនជាមួយគ្នាមានបុគ្គលនៅទីនេះមានប៉ុន្មានបុគ្គលតួអង្គសំខាន់មានអ្នកណាខ្លះនៅទីនេះសិស្សបងមានប៉ុន្មានមាន12សិស្សអង្គុយនៅតុនៅជុំគ្នាហើយតួសំខាន់គឺមានព្រះយេស៊ូវហើយនិងស្ត្រីជាសាសអ្វីសាសកាណាហើយដូច្នេះតួអង្គសំខាន់មានពីរព្រះយេស៊ូវស្ត្រីសាសកាណាហើយតួអង្គរកមាន12នាក់គឺជាសាសព្រះយេស៊ូវឯងក៏នៅជុំគ្នាប៉ុន្តែតួអង្គលាក់មុខមួយទៀតឈ្មោះវាហៅថាអីឈ្មោះវាតួអង្គលាក់មុខបាទអត់ចេញមុខទេនៅក្នុងខ22គឺតួអង្គលាក់មុខមួយតួអង្គនោះឈ្មោះអីតួអង្គនេះអត់ចេញមុខឲ្យគេឃើញទេបងមានបន្ទូលឲ្យក្នុងខ22ប្រាប់ថានោះមានស្ត្រីសាសកាណាម្នាក់នៅស្រុកនោះគាត់ចេញមកស្រែកទូលត្រង់ថាអោព្រះម្ចាស់ជាពូជលោកដាវីតអើយសូមមេត្តាប្រោសខ្ញុំម្ចាស់បងបិទកូនស្រីរបស់ខ្ញុំម្ចាស់មានអារៈចូលហើយដូច្នេះឥឡូវតួអង្គសំខាន់ឡើងប្រមាណហើយហើយតួអង្គរង12នាក់តួអង្គសំខាន់ព្រះយេស៊ូវតួអង្គមួយទៀតដែលសំខាន់ដែរស្ត្រីសាសកាណាហើយតួអង្គលាក់មុខគឺអារៈចុះតួអង្គតែលើតែឈ្មោះតែមិនបានមកចូលផ្ទះនឹងឈ្មោះអ្វីឲ្យវាក៏ជានរណាគឺជាកូនហើយកូននោះគឺជាកូនស្រីអរគុណព្រះអង្គអញ្ចឹងយើងបានរៀនជាមួយគ្នាគឺមានតួអង្គសំខាន់ហើយដូច្នេះតួអង្គសំខាន់គឺព្រះយេស៊ូវគង់នៅជាមួយសិស្សព្រះអង្គហើយព្រះអង្គជាលោកដល់ទៅព្រំដែននៃទីក្រុងតែមានស្ត្រីសាសកាណាមកហើយមកជួបព្រះស្ត្រីសាសកាណាថាព្រះយេស៊ូវជាពូជលោកដាវីតសូមប្រោសដល់កូនស្រីទូលបង្គំផងអារៈចឹងទេខ្ញុំសូមបកស្រាយអំពីតួអង្គអារៈនោះអារៈវាគឺជាគេហៅថាវិញ្ញាណហើយយើងជឿចិត្តថាជាវិញ្ញាណពីព្រោះយើងមើលឃើញអារៈវាជាកូនចៅរបស់ Lucifer ដែលយើងហៅថាសាតាំងអារៈខ្មែរយើងមុនជឿព្រះយេស៊ូវអត់ដឹងថាអារៈនឹងស្អីទេមុនជឿព្រះយេស៊ូវយើងដឹងតែមកព្រាយបិសាចអរុបរៈអ្នកតាព្រៃភ្នំព្រាយកន្លែងភ្លើងអរិយទឹកអរិយព្រៃអរិយភ្នំខ្មោចកាត់ណាទាំងអស់នោះសំខាន់មកក្នុងព្រះគម្ពីរហៅវាថាអារៈចឹងអារៈទោះបីជាវាយកឈ្មោះថាព្រាយក៏វានៅតែជាអារៈបើទោះបីជាវាជាអ្នកតាភ្នំក៏វានៅតែជាអារៈបើវាជាព្រាយកតោមខៀវក៏វានៅតែជាអារៈចឹងនេះគឺជាអារៈហើយការងាររបស់អារៈសំខាន់មួយព្រះយេស៊ូវបានបង្រៀនថាគឺវាចូលមកក្នុងខ្លួននោះហើយបើការអារៈចូលមកក្នុងខ្លួនមនុស្សការងារដែលវាចូលបានហើយវានឹងធ្វើឲ្យមនុស្សឈឺអារៈបើវាចូល
rồi đai rồi chân chữ các bạn rồi xong cái ấp lụa chân này đó là chữ tên tập bên là ô nó chữ ấy đi họ chữ ấy đi tại khi ông chữ hay đấy tha họ chữ bên này tam bất bé đọc trên với chữ ngữ arete sụp thang amen chữ ngữ đại arete với bé đọc trên mưa chắc ban từ rô bé đá trên chi ban chữ ngữ rồi bỏ mẹ đó từ rô bé ní bên nó cả tháng cửu mà sụp thang amen cái nát lo chúa cửu mà lên này lo chúa nó cái tháng cửu chi ban chữ ngữ là đấy mình mến cửu chi ban chữ ngữ sạch chìm đề chữ ngữ sạch chiếc và trong chi ban tới chi ban của mỗi cửu về đó chữ ngữ đang là đẹp với dưới từ rô cửu mà là đi lên thì cửu mà nhưng miếng cửu chân cái tháng cửu chân xài hay lại đèn dưới cái tháng cửu chàng cái học cứ bom hay thì sẽ hay đầm bấy chia ban chủng ngữ ở đấy học từ về tế việc luôn trên resta đó học chưa ấy giải giải chủng ngữ mỗi ngữ chủng ngữ cao trở nên học chưa ấy bóng trên là mà u lấy từ chuông bế chia ban chủng ngữ lần trận chủng chia ban chủng ngữ lần chất bế chủng ngữ lần chất ở bên đại thế còn tại đạt nám ngồi kỳ đó lên tới kỳ cuộc đó là kỳ mà không ở kỳ lúc đợt bấy của tôi nhé và ca nào nhé miên là lòng thả chư để xa là đẹp để thương gốc của mình hay đó là đẹp để thương khăn mình tên đặt thằng nam ngủ nguy kê đi cọ hết kê những lộn tiền đặt bằng cọ kê những lộn tiền này khăn đặt bằng cọ hết kê những lộn tiền chung ngữ nó cứ chung ngữ đẹp để thương hai đẹp và ca nào bị trôn á việc thương ở chư hai chia ba chia Stray sa cả nè chúng chưa tham môn nên mà chúa về thì số để chúa kêu không ai hỏi và chúa kêu sa cả nè là hay bạn chỉ lưu là bay hà kêu mũi chúa Giêsu kêu mũi chúa Giêsu trên đây là chúng ngư này chư này chắc bạn chia stray đang màu đó về Giêsu hallelujah hallelujah ở lấy ở đấy đi trong tu âm đẹp người sừng ở lấy chỗ đó stray cứ chia sang cả nền bạn mà bông bông ở nè brand của Pi đây thì ba anh chỉ kế cứ chỉ brand của Pi sẽ nhạc mây hay brand của Pi để số án cứ chỉ brand của Pi sẽ nhạc chạy chăm chút brand ba anh brand của Pi sẽ nhạc chạy anh brand của Pi sẽ nhạc mây ở chỗ đây hai ấy brand Giêsu hai cái kia cả cả Pi pro phải ốc ba brand nâng trong brand của Pi sẽ nhạc chắc hả vua Juda cứ chỉ tao cứ chỉ sân vua Juda cứ chỉ sắc vua Juda cứ chỉ sắc đò cũng vua chồng này ai không bị sang Juda vua Juda rộp hai chỉ cái đó không Juda ở miền rộp hà sắc trung bình luôn cứ chỉ sắc đôi chỉ tao đôi chỉ sân luôn này này trung bình luôn rất là cái rất tay bật chạm mà hai đứa chơi hai vua Juda cứ chỉ con sống bó tại miền thiên ẩm luôn hai ba má con ôn ở cái niềm là hôn to là lời Israel ở đây cần thằng em nơi trung bình luôn chỉ tao chỉ sân này nè tới nơi trung bình luôn rất tay chỉ cái rất tay chỉ chào và bỏ nít cứ chỉ rất là bỏ Juda tăng tại bí pre ông và tiên bố ai Abraham Isaac Jacob máu Juda cũng như hồng thuốc dành được này hay đi xem stray luôn bằng một chút chứ mùi nâng bể số hai lực nông té lên miền bể số miền sân đặc biệt này đại dương hai hạt tua lộn bị được đọc này sân tại Juda đọc bể số cá lớn ông bố Juda này bể số có Juda sân pi đọc này có Juda thay tin đọc ok hai niêm sa
ជាសាសដតីនាងចូលមកក្រុងគេហើយចូលមកផ្ទះគេទៀតបងប្អូនណាគ្នាខ្ញុំចង់និយាយអំពីវីរៈភាពរបស់ស្ត្រីសូមថាអាមែនទោះបីដឹងថាខ្លួនឯងគឺជាឆ្កែក៏ដោយប៉ុន្តែកូនរបស់គាត់កំពុងតែឈឺវេទនាណាស់ចង់ប្រាប់ថាព្រះយេស៊ូវអត់ឆ្លើយទេប៉ុន្តែបបីនេះពួកយូដាសាក់សេគឺហៅថាឆ្កែរបស់តែស្ត្រីនោះទោះបីដឹងថាសាសយូដានឹងហៅខ្ញុំថាជាឆ្កែថាជាចោរក៏ដោយតែកូនស្រីរបស់ខ្ញុំកំពុងតែឈឺហាឡេលូយ៉ាបុរសអាចជល់អ្វីដែលខ្ញុំនិយាយវីរៈភាពរបស់ស្ត្រីដែលជាម្ដាយអារៈធ្វើឲ្យកូនស្រីគាត់អារៈធ្វើឲ្យកូនស្រីគាត់ឈឺកូនស្រីគាត់ប្រកាសកូនស្រីគាត់វេទនាដោយសារតែអារៈវាធ្វើបាបសង្កត់សង្កិនរកគ្រូណាក៏ព្យាបាលអត់ជាដែរលឺមកបីថានៅសាយូដាមានម្នាក់ឈ្មោះយេស៊ូចេះមើលអាគុំរបស់អារៈនេះដេញអាគុំរបស់អារៈនេះហើយស្ត្រីនោះបានបោះបង់អំនួតខ្លួនឯងចា៎បានបោះបង់ភាពជាមនុស្សរបស់ខ្លួនឯងចា៎បានប្រថុយទៅនឹងគ្រោះថ្នាក់ចូលទៅសាសមួយដែលស្អប់ខ្លួនឯងបំផុតពេលចូលទៅព្រៀបគាត់និយាយថាមិនដែរពេលចូលទៅព្រៀបគាត់និយាយថាអោព្រះអង្គម្ចាស់ជាពូជលួងដាវីតអើយតែបើសិនជាតឡាហាធម្មតាគឺអត់ដឹងថាស្ត្រីនោះគាត់ចូលទៅវិញស្ត្រីនោះរត់ទៅហើយពោលទៅហៅព្រះយេស៊ូវថាអោព្រះអង្គម្ចាស់យកហានម្ដងទៀតអោព្រះអង្គម្ចាស់ពូជលួងដាវីតអើយសូមមេត្តាប្រោសខ្ញុំម្ចាស់ផងតើកូនស្រីរបស់ខ្ញុំម្ចាស់មានអរិយចូលវាធ្វើទុកជាខ្លាំងណាស់អោព្រះអង្គម្ចាស់សួរនេះគឺមានស្រែកទាំងម៉ូទឹកនេះឧទាហរណ៍ថាយើងកំពុងរៀនចឹងរៀនជាមួយព្រះយេស៊ូវចឹងស្រាប់តែនាងនោះដើរតាមខ្លោងទ្វារហើយស្រែកហៅព្រះយេស៊ូវអោព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអើយជួយទូបង្គំផងកូនស្រីទូបង្គំអារៈវាធ្វើឲ្យឈឺស្រាប់តែព្រះយេស៊ូវលឺដល់ព្រះយេស៊ូវទៅមិនអត់ខ្វល់ហេតុអីមិនមែនសាសយូដាទេប្រពៃណីសាសយូដាគេអត់និយាយរោសាសផ្សេងទេគេនិយាយរោដល់គ្នាបានជាកូនសិស្សឃើញតែព្រះយេស៊ូវអត់បារម្ភអត់ខ្វល់ពីសម្លេងហ្នឹងកូនសិស្សថានាងអើយនាងតើចេញទៅក្រៅវិញចេញពីបន្ទប់យើងទៅនាងហើយនាងនឹងគាត់សូមមិនបន្តទៀតនាងនឹងធ្វើមិនបន្តទៀតតែទ្រង់មិនឆ្លើយតបនៅខ23ទៅស្ត្រីនោះមួយព្រះអសោះអត់និយាយមកបានជាពួកសិស្សរបស់ទ្រង់ចូលមកទូលថាសូមឲ្យស្ត្រីនេះទៅវិញទៅត្បិតគេចេះតែស្រែកតាមជើងខ្ញុំចេះទៅបាទនៅក្នុងខ24តែទ្រង់មានបន្ទូលឆ្លើយថាខ្ញុំបានទទួលបង្គាប់នឹងមកឯពួកកូនជាងដែលបាត់បង់របស់ពូជពុកសាសអ៊ីស្រាអែលតែប៉ុណ្ណោះទេការដែលបងជាងមកគឺដើម្បីតែសាសអ៊ីស្រាអែលតែប៉ុណ្ណោះទេនៅក្នុងខ25ប៉ុន្តែស្ត្រីនោះមកក្រាបថ្វាយបង្គំទូលទ្រង់ថាអោព្រះអង្គម្ចាស់អើយសូមជួយខ្ញុំម្ចាស់ផងអាគេដេញហើយរត់មករត់ជង្គង់គ្រឹះអោព្រះអង្គម្ចាស់អើយទូសូមជួយទូបងវីរៈភាពរបស់ម្ដាយ
បីគេហៅថាឆ្កាក៏ត្រូវដែរទៅដែរបើសិនថាកូនបានរួចពីទុកលំបាកសូមថាអាមែនវិរិយភាពរបស់ម្ដាយទោះបីគេហៅថាខ្លួនឯងឆ្កាក៏ឆ្កាចុះឲ្យតែកូនបានល្អឲ្យតែកូនបានប្រសើរស្ត្រីនោះមានការឈឺចាប់ណាស់តែគេអត់និយាយរហូតប៉ុន្តែគាត់ដឹងថាមានតែម្នាក់នោះទេដែលអាចជួយកូនគាត់បានគេដេញឲ្យរត់ទៅនឹងជង្គង់ព្រះយេស៊ូវជួយកូនស្រីទៅគុំផងយកទៅដាក់ទៅនោះចំពោះព្រះយេស៊ូវខ្ញុំឃើញបានដាក់មួយចំនួនពិតជាតស៊ូដើម្បីកូនអាមែនទោះបីថោកទាបមិនដើម្បីកូនទោះបីលុនក្រាឈឺខ្លួនមិនដល់ដើម្បីកូនស្ត្រីម្នាក់នេះមិនមែនត្រឹមតែលុនក្រាទេចែកទ្រព្យសម្បត្តិអស់ច្រើនណាស់ទម្រាំតែមកជួបគ្រូពិតប្រាកដគឺជាព្រះយេស៊ូវហើយចូលមកដល់នេះគេអត់ឲ្យចូលទៀតគេដេញគេថាឆ្កែគេថាអីចឹងទៅហើយនាងនឹងលុបជង្គង់ជុំអង្គជាម្ដាយលះបង់គ្រប់សពទាំងអស់ឲ្យតែឃើញកូនបានជាកូនបានល្អកូនបានរដុំរដំទោះបីឲ្យមនុស្សជាប់ក្បាលខ្លួនឯងក៏ព្រមដែរនេះគឺជាចិត្តរបស់ម្ដាយនេះគឺជាចិត្តរបស់ម្ដាយនេះគឺជាទឹកចិត្តរបស់ម្ដាយព្រះយេស៊ូវបានបន្តទៀតសូមមើលនៅក្នុងខ24តែទ្រង់វាបន្ទូលឆ្លើយថាខ្ញុំបានទទួលបង្គាប់មកឯកូនជាងដែលបាត់បង់របស់ពងសាសអ៊ីស្រាអែលតែប៉ុណ្ណោះទេនៅក្នុងខ25ប៉ុន្តែស្ត្រីនោះមកក្រាបថ្វាយបង្គំទូលទ្រង់ថាអូព្រះអង្គចាស់អើយសូមជួយខ្ញុំម្ចាស់ផងនៅក្នុងខ26ទ្រង់មានបន្ទូលថាដែលយកបំប៉ាំងរបស់កូនក្មេងទៅបោះឲ្យកូនឆ្កែនោះមិនល្អទេព្រះយេស៊ូវមានបន្ទូលថានំប៉័ងតែខ្ញុំយកមកឲ្យខ្ញុំឲ្យតែយូដាទេខ្ញុំចែកឲ្យតែយូដាទេសាសយូដាទាំងអស់ជួបព្រះយេស៊ូវជាទាំងអស់អ្នកខ្វាត់ពីការជាអ្នកខ្វាត់ជាអ្នកចាស់ជរាជាអរិយសង្កត់សង្កត់លើកូនក្មេងជានៅក្នុងទីក្រុងយូដាទាំងអស់ជាទាំងអស់ហើយព្រះយេស៊ូវថាខ្ញុំមកនេះដើម្បីឲ្យនំប៉័ងដល់កូនយូដាទេនាងឯងមកធ្វើអីហើយនាងនិយាយថាសុំកុំតិចខ្ញុំជាឆ្កែខ្ញុំជាឆ្កែមកដល់សាសយូដាទេប៉ុន្តែសូមឲ្យកុំតិចខ្ញុំស៊ីផងស្ត្រីម្នាក់នោះបានទម្លាក់ខ្លួនខ្លាំងមែនទែនចំពោះព្រះយេស៊ូវដើម្បីគាត់ដើម្បីស្ត្រីនឹងខ្លួនឯងមែនអត់ទេដើម្បីអ្នកណាដើម្បីកូនគាត់ដើម្បីកូនសូមបីកំតិចនំប៉័ងដែលសល់ពីសាសយូដាក៏ស្ត្រីនឹងថាកំតិចក៏ខ្ញុំញ៉ាំដែរពីព្រោះខ្ញុំជាឆ្កែហើយស្រុកទេសរបស់ខ្ញុំអត់មាននំប៉័ងដូចជានំប៉័ងដែលព្រះយេស៊ូវមានទេសូមឲ្យមកខ្លះមកព្រះយេស៊ូវហាឡេលូយ៉ាកូនទាំងអស់គ្នាសាច់រឿងនេះឆ្លុះបញ្ចាំងថាម៉ែទោះបីលំបាកមិនក៏ដោយបានកំតិចលំបាកក៏យកទៅឲ្យកូនញ៉ាំដែរបើដឹងថាកូនអត់ម៉ែទោះបីហត់មិនក៏ដោយបើកូននៅរៀនដឹងទៅងើបដាក់បាយធ្វើម្ហូបឲ្យកូនម៉ែទោះបីទៅធ្វើការហត់ហើយខ្មាស់គេមិនក៏ដោយតែអត់មានម្ហូបបងសុំខ្ចប់តិចបានជូនបើសិនជាអ្នកខ្លះធ្វើការនិយាយខ្ចប់តាមខ្ចប់ខ្ចប់និយាយនេះខ្ចប់ដែរកូននោះមិនចេះរយស៊ីខ្លួនឯងចិត្តរបស់ម្ដាយ
bạn khơi kỳ thì ngay sắp chặt bác của bạn là bạn chào bạn cùng chú ca vô tới mình rơi quân ốc nhăn tiếp cổ vô là cô tranh mặc vô vào ca bị từ quân mặc vô bị quân vào cô nhắm mày vô xoay lên chết không mặc kì ốc đất nạc không mặc đâm bây giờ nè đây sẽ lại đặt vô tiếp nè mà sao đây vô tiếp thực chất rồi bao mà nè tua bay công tích công ban bị sai những đàn của trái ta sống bị bê su vô tạo công xoay qua lại bàn chia ai bạn không thôn lõ ai bạn biết rung riêng lõ Hallelujah bạn cô nâng nâng hàng của sống bị cuộc sai những đàn tại cô nâng chê mạng tiếp bạn đây nâng hàng của bốn của bọc luôn là sống bị sai những đàn hãy dừng đây nâng đây ao đi nâng tiếp bị pro ấy sang chúng ta cái mà tay lót sang những đê mình có thể sống bị kê mình có thể lót kê thôi ấy Hallelujah vì rẽ hiếp rồi bò sật tây trọng cô thông thê na còn cô tập học nia Hallelujah cùng mơ nghiệp đại cùng protect đa xa đại con to su khăn nè đam bay ở con ba lo con lên món đó thôiแต่con ban chia hai đứa chị này bây giờ su miên bẩn tu thà nên khăn ông kho mà phải đặt bay bây giờ su trung miên bẩn tu thà niềm say ơi niềm miên sinh đây chung ngư chi khăn nè cho ở niềm ban đôn sinh đây pra thà chọn ni hai cứ chia cùng tích nộp băng đại niên say trong ban bị pre Giêsu ti bọc phật cả sông rồi bọc niên nu ban sầm lạnh hơi cứ pre Giêsu miên bằng tu thà chung nưa rồi bọc niên cả sông rồi bọc niên cả lung kra rồi bọc niên cả lẹ bọc rồi bọc niên cùng rồi bọc này nâng bàn chiaដោយវិរៈភាពរបស់ម្ដាយរបស់កូនស្រីនោះព្រះយេស៊ូវក៏មានហើយរកក្នុងខ្លួនពេលនោះដែរខ្ញុំជឿថាព្រះយេស៊ូវអត់ឆ្លើយដំបូងក៏ចង់បង្រៀនទៀតដែរហើយនេះចង់ឲ្យព្រះគម្ពីរកត់ត្រាថាតើស្ត្រីនោះធ្វើមិនទៀតនៅពេលដែលព្រះយេស៊ូវអត់ព្យាបាលកូនគាត់តើស្ត្រីនោះបោះបង់កម្មនៃការព្យាបាលកូនគាត់ឬយ៉ាងណានេះហើយគឺជាគម្រោងការដែលបង្រៀនដល់យើងទាំងអស់គ្នាថាស្ត្រីបើទោះបីជាមានបញ្ហាឧបសគ្គថោកទាបយ៉ាងណាក៏ត្រូវតែទៅយកឲ្យបានដើម្បីខ្លួនឯងមែនអត់ទេដើម្បីកូនរបស់គាត់បានល្អ Hallelujah ហើយដូច្នេះព្រះយេស៊ូវមាននំប៉័ងគឺជាការប្រោសឲ្យជាសុថាមែនហើយនំប៉័ងនោះសម្រាប់ទាំងអ្នកជឿហើយអ្នកមិនជឿក៏គាត់បានកំទេចទំទីដែរ Hallelujah អ្នកខ្លះបាននំប៉័ងញ៉ាំឆ្ងាញ់មានន័យថាឲ្យតែមកថ្វាយគោបោដឹងតែជាដឹងតែបាននំប៉័ងបែបនោះប៉ុន្តែកំទេចទំទីក៏ព្រះយេស៊ូវអត់តំណាំដល់អ្នកដែលអត់ជឿដែរអ្នកអត់ជឿបើគេមិនជឿក៏គេមានកំទេចតែព្រះយេស៊ូវធ្លាប់ឲ្យទៅស្ត្រីសាកាណានេះដែរអាមែនអរគុណព្រះអង្គហើយព្រះបន្ទូលថ្ងៃនេះសង្ឃឹមថាលើកទឹកចិត្តដល់កូនដល់ម៉ែដល់បងប្អូនទាំងអស់គ្នាឲ្យដឹងអំពីសាច់រឿងនេះហើយក៏កុំឲ្យយល់ច្រឡំអំពីព្រះបន្ទូលនេះហើយត្រឡប់ទៅផ្ទះវិញអានអំពីច្រើនឲ្យបានយល់ឲ្យច្រើនទៅយើងបានដឹងថាតើដំណេកជំរឿននៃព្រះបន្ទូលជាយ៉ាងណាហើយកូនទាំងអស់គ្នាថ្ងៃនេះគុណម្ដាយក៏បានរំលឹកអំពីវរៈភាពរបស់ស្ត្រីកាណាចំពោះកូនស្រីគាត់ក៏រំលឹកអំពីវរៈភាពរបស់ម៉ែកូនទាំងអស់គ្នានេះតែគួយទាំងអស់គ្នានេះគឺគាត់មានវរៈភាពធំណាស់តាំងពីបង្កើតរហូតដល់ចិញ្ចឹមបីបាច់ហើយបើនៅលោកីដើររកគ្រូមកហើយបើនៅជឿព្រះអង្គលេខទូបព្រះអង្គសម្រាប់កូនជាប់ជាតិទេហើយតែដែរឲ្យស្ត្រីទាំងអស់គ្នាអរគុណព្រះអង្គហើយតែគេ
miền cố nó khuôn mặt mới cả này cái miền cố này cái miền mắt và bao khuôn mặt mới đó cho nói là họ khuôn qua cơn cố nó khuôn mắt con nó con trông sạch để mình tu đi con bạn một riêng từ trường tam giác cả chu chung môi stray sakana Prang ơi mình thà chia stray nè to su trình châm mấy bạch cô spy road của bóng lò đòn cô con có công riêng chứ dương bạn lo tiền mắt trong cô mà đài con ơi số con mà tiên vô là một cô đã để đừng đi chim cô có thùng ru chim cô đang sầu lạnh đài chim cô đang cô lúc đó là chim cô đang biên môn từ đằng kia đang biên mà đai chỉ nên một ca luôn chỉ nên đang chỉnh châm luôn chỉ nên đang mơ thai luôn chỉ nên đang phòng bao luôn cô tập hoa bàn đâm cưng hay cao cho ta hay một ca tham mà đai luôn khi chỉ vì rẽ chung hay chỉ vì rẽ thiên to o vì pro tôi bây cầm tích bàn có một đai làm tích cô đo cầm sọt làm đẹp tôi bây cầm tích bàn có một đai làm tích đo cô đại lớn tôi đo cô đai làm bàn tôi bây bàn làm bao lỗ có bảo bạn còn liên chân hai bàn đai tích cô tôi bây chỉ bay che được này có bàn đai tay để xuống tung được vào đó cảm ơn sự tây sang Canada đi bạn cho bên trang nó sống cùng chứ bạn chờ vào bạn ông riêng ta chơi bạn chấp bắt hàng vì đẹp hiệp của bò sự tây chỉ mà đài bạn đơn hàng bên lại nam miền của bò lo sắp rạp cô lời ca đại lo sắp rạp cô tu sự tây lưu được xoay rô sắp rạp cô sự tây lưu được brăng sắp rạp cô sự tây lưu được chi chim sắp rạp cô sự tây lưu miền chúa thái chi mà đài sự tây lưu rất là hai thái chi mà sự tây lưu hai thái chi mà tôi cũng mong phải tuân na để ông bạn còn sao tôi tập rèn vì ở những nhóm bạn riêng còn ở những nhóm bạn vơ khóc lời còn ở những nhóm bạn chúa để chúc phúc để học còn ở những nhóm bạn nơi chi cùng lu tay mình nằm cút rồi bóng na Chỉ